បន្តពីវគ្គមុនបន្តពីមេរបស់ពួក villager បានយក Mikey ខ្លះជាកាត់ rider ហើយវាក៏បានផ្លាយតារាខ្លះជាថង rider វាពិតជាសប្បាយចិត្តមែនទែនដែលបានកាត់ផ្លាយកាយហើយកូនចៅឯងបានហៅសាកល្បងមើលសិនតែវាបានយកទៀស3ទៀសយកចង់ដឹងកម្លាំងវាខ្លាំងប៉ុណ្ណាហើយកូនចៅឯងវិញកំពុងតែវាស់ស្ទឹងស្តែងថាកម្លាំងរបស់ Mikey ខ្លាំងអត់ពេលនេះវាហត់មែនទែនហើយពេលនោះកូនចៅទៅក៏បានយកកាតមកមើលថាកម្លាំង Mikey បានចុះខ្សោយទៅវិញធ្វើឲ្យមេ villager នោះពិតជាខឹងមែនទែនម្ដង Mikey បែរទៅប្រឆាំងមិនព្រមសហគមន៍មកធ្វើឲ្យ villager នោះខឹងខ្លាំងយកមែនទែនម្ដងក៏បានទីកាត់អញយកមកចន់យកដូចស្អប់ខ្លាំងណាស់អញ្ចឹង Mikey វិញក៏មិនអាចធ្វើអ្វីបានក្រៅពីនៅស្ងៀមមួយកន្លែងតែប៉ុណ្ណោះពណ៌កាត់ទុកក្តេញរៃក្នុងតែឯងឥឡូវជើស៊ីឈីវិញមានទាហានម្នាក់បានដើរមកហើយគេបានបញ្ជាក់ថាគេជាប៉ូលីសពេលនោះស៊ីឈីក៏បានពិតសប្បាយចិត្តមែនទែនយេមានអ្នកមកជួយហើយតែប៉ូលីសម្នាក់នោះក៏បានលួចដោះលែងគេចេញមកតែដើរស្ងាត់តែ Mikey វាដើរវាដល់ពេលដើរបានមកស្ទុះ Mikey ក៏បានហៅប៉ូលីសម្នាក់ឈប់ថាសួរថាមានឃើញ Mikey អត់អូសំទោសស៊ីឈីបានសួរថាមានឃើញ Mikey អត់តែទាហាននោះបាននិយាយថាដណ្ដើកមែនអត់មានឃើញដណ្ដើកទេគេយកច្រឡំថា Mikey ដណ្ដើកស្គីនដណ្ដើកពេកតើបងខាង villager វិញក៏បានលោកសញ្ញាពីខាងអាសន្នតែពេលមើលកាមេរ៉ាមកភាពក៏បានឃើញពួកគេទាំងពីរនាក់